រឿងថ្មាតបោកដំរីសកាលពីព្រេងនាយមានស្ដេចថ្មាតមួយមានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សុបិនឃើញថាបានចាប់ស្ដេចដំរីសយកមកស៊ីជាអាហារលុះភ្ញាក់ឡើងក៏ប្រើពួកពលឲ្យហើរទៅហៅស្ដេចដំរីសពួកសេនារីពលក៏ហើរសម្ដៅទៅលំនៅនៃស្ដេចដំរីសនោះដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សុបិនឃើញថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នោះក៏ផិតភ័យញាប់ញ័រឥតឧបមាយំបណ្ដើរលាប្រពន្ធកូននិងពលសេនាបណ្ដើរដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទុនសាយក៏សួរទៅស្ដេចដំរីថាយើបងដំរីតាណាមកណាក៏ររេះរលាំងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអើបងសុភាអើយស្ដេចថ្មាតគេយល់សពឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយទុនសាយឆ្លើយថាយីបងដំរីរូបប៉ុនបងឯងបដិចក៏សុកចិត្តទៅឲ្យអាសត្វថ្មាតស៊ីទទេយ៉ាងនេះចាំខ្ញុំទៅជួយដោះទុកបងឯងឲ្យរួចរស់បានស្ដេចដំរីបានឮសុភាទុនសាយថាដូច្នេះមានចិត្តត្រេកអរណាស់ក៏ហៅទុនសាយឡើងជិះលើខ្នងខ្លួនហើយសម្ដៅទៅលំនៅស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សពឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទុនសាយធ្វើពុតជាដេកលក់លើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់សុភាទុនសាយថាណែបងសុភាបងដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទុនសាយឆ្លើយថាឈប់កុំអាសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបាញ់មិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយដេកពេកស្ដេចថ្មាតឆ្លើយថាយើងយល់សពឃើញថាស៊ីសាច់ដំរីសទុនសាយថាមែនហើយអំបាញ់មិញខ្ញុំដេកលក់មួយភាំងយល់សពថាបានស្រឡាញ់ប្រពន្ធសាច់ថ្មាតឯងស្ដេចថ្មាតឆ្លើយថាបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទុនសាយតបថាបើបងឯងមិនឲ្យការយល់សពរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខ្ញុំមិនឲ្យបងថ្មាតស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីសដោយចាញ់កលឧបាយសុភាទុនសាយដំរីសក៏វិលទៅលំនៅខ្លួនវិញចំណែកឯទុនសាយក៏បោលចូលព្រៃបាត់ដែរ